សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកទេតាក់ទងទៅនឹងការ translate វីដេអូនៅលើ YouTube ឧទាហរណ៍យើងប្រើជាមួយនឹង tool មួយឈ្មោះថា Google Studio ឥឡូវយើងចូលទាំងអស់គ្នាអញ្ចឹងយើង search ពាក្យថា Google Studio មកអញ្ចឹងនៅក្នុង Google Studio ហ្នឹងយើងចូលទៅកន្លែងចុចលើនេះមកនេះហើយយើងយកពាក្យថា audio ហើយយើងយកពាក្យថា Gemini 3.5 live translate preview លេខលើនឹងមកអញ្ចឹងនៅក្នុងនេះយើងចង់ translate target យើងចង់ translate ទៅជាភាសាអីគេឧទាហរណ៍យើងខ្មែរយើងចង់ translate ទៅភាសាខ្មែរអក្សរ K មកខ្មែរអូខេអញ្ចឹងបន្ទាប់ពីយើងចុចtarget language នេះហើយយើងចុចកន្លែង share audio from tab អូខេយើងคลิกលើនឹងមកណាអូខេអញ្ចឹងយើងមាន tab ចំនួន2ដែលយើងត្រូវមើលអូខេឥឡូវខ្ញុំតេស្តគ្នាមើលមួយទៅនឹងទៅលើ YouTube អូខេឥឡូវយើងចុចថា share មកអានេះយើងចង់ share audio tab ក៏បានដែរប៉ុន្តែខ្ញុំអត់ចង់ share ទេតោះយើងចុចមកអូខេអញ្ចឹងនៅពេលដែលដល់នេះហើយយើងមើលពាក្យថានេះ sharing this tab អញ្ចឹងយើងគ្រាន់តែ play មកចង់ដឹងថាតើYouTube នឹងនិយាយខ្មែរពិតមែនអត់អូខេទៅបានដោយសារហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ពួកយើងដែលជាមូលដ្ឋានគ្រឹះនៃវិធីសាស្ត្រពេញលេញរបស់យើងចំពោះ AI TPU ចំនួនទី7 Iron គឺជាការរចនាដំបូងដើម្បីជំរុញការគិតនិងការសន្និដ្ឋាននៅកម្រិតធំវាផ្ដល់នូវដំណើរការល្អជាងចំនួនមុន10ដងហើយមានថាមពលដ៏អស្ចារ្យ 32.5 exaflop នៃការគណនាក្នុងមួយ port គ្រាន់តែអស្ចារ្យហើយវានឹងមកដល់អតិថិជន Google Cloud នៅចុងឆ្នាំនេះហេដ្ឋារចនាសម្ព័ន្ធរបស់ពួកយើងគឺរហូតដល់កម្រិត TPU ដែលជួយឲ្យយើងផ្ដល់នូវការផ្លាស់ប្ដូរដ៏អស្ចារ្យអូខេឥឡូវបានស្ដាប់ទេអញ្ចឹងបកប្រែអាចបានច្រើនណាហើយយើងចង់ឥឡូវខ្ញុំតេស្តម្ដងទៀតតេស្តទៅអាចឲ្យទៅបកប្រែរឿងម្ដងអូខេយើងគាត់ stop sharing នេះមកបន្ទាប់មកយើងចូលទៅ Google របស់យើងដែរយើងសូម refresh មួយសិនអូខេអញ្ចឹងយើង select language ដដែលខ្មែរអញ្ចឹងបន្ទាប់មកយើងចូលពាក្យថា share អូខេនៅត្រង់នេះយើង select មករឿងដែលយើងចង់ translate មកណាអូខេខ្ញុំមានរឿងមួយរឿង AI ណាហើយយើងចុចបើកមកចង់នឹងថានិយាយខ្មែរអត់ Nobody's going to take you away from me. ប៉ុន្តែជាក់ស្ដែងវាមិនមែនសម្រាប់ខ្ញុំទេសូម្បីតែចិត្តឪពុកក៏មិនមែនដែរ You've been out here for over 3 hours. Who are you waiting on? Evelyn Langley. លោកម្ចាស់លោកនៅទីនេះជាង3ម៉ោងហើយតើលោកកំពុងរងចាំអ្នកណាខ្ញុំនិយាយភាសាបន្តិចបន្តួចលេខ4329គាត់ត្រូវដោះលែងនៅថ្ងៃនេះខ្ញុំនិយាយភាសាបន្តិចបន្តួចគាត់ត្រូវបានដោះលែងដោយសារការប្រកិរិយាល្អកាលពី3ខែមុនអូខេអញ្ចឹងយើងបានតេស្តណាអូខេអាចទទួលយកបានណាមិន 100% ទេតែយើងអាចទទួលយកបានណាត្រូវហើយអូខេអញ្ចឹងសង្ឃឹមអ្នកគ្នាទទួលបានចំណេះដឹងតិចតួចទៅនឹងវីដេអូនេះហើយយើងជួបគ្នានៅវីដេអូបន្ទាប់